សូមមាសការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់អង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រកាសអាត្មាភាពចង់លើកនៅអធិបាទធម៌4យ៉ាងដែលជាធម៌មួយនាំឲ្យយើងជោគជ័យនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើងឬការសិក្សារបស់យើងជារៀងរាល់ថ្ងៃហ្នឹងបងគឺទី1ឆន្ទៈទី2គឺវិរិយៈទី3គឺចិត្តៈហើយចំណែកឯទី4ហ្នឹងគឺវិមង្សាឆន្ទៈហ្នឹងគឺយ៉ាងម៉េចញោមឆន្ទៈហ្នឹងគឺការពេញចិត្តឬក៏សេចក្តីប្រាថ្នាដែលយើងចង់ធ្វើអ្វីមួយដោយស្ម័គ្រចិត្តរបស់យើងហ្នឹងអញ្ចឹងកាលណាដែលយើងធ្វើកិច្ចការងារណាមួយយើងអត់មានឆន្ទៈគឺសេចក្តីចង់ធ្វើអត់មានការចង់ធ្វើទេគឺយើងមិនអាចសម្រេចជោគជ័យបានទេព្រោះហេតុអ្វីព្រោះកិច្ចការងារនីមួយៗការសិក្សារៀនសូត្ររបស់យើងនីមួយៗហ្នឹងតែងតែមាននៅឆន្ទៈកាលណាដែលយើងអត់មាននៅឆន្ទៈគឺសេចក្តីពេញចិត្តសេចក្តីចង់រៀនទេគឺយើងមិនអាចជោគជ័យបានទេបងអាហ្នឹងគឺឆន្ទៈចំណែកឯទី2គឺអីគេវិរិយៈហ្នឹងយ៉ាងម៉េចគឺវិរិយៈហ្នឹងគឺសេចក្តីព្យាយាមសេចក្តីព្យាយាមគឺយើងខិតខំប្រឹងប្រែងធ្វើនៅកិច្ចការងារណាមួយឬក៏ខំព្យាយាមសិក្សារៀនសូត្រនៅមេរៀនអ្វីដែលយើងបានរៀនពីសាលាហ្នឹងមកក៏យើងយកមកអនុវត្តនៅកន្លែងបន្ថែមទៀតហ្នឹងគឺការព្យាយាមមិនថាការរៀនសូត្រគឺកិច្ចការងារណាមួយដែលយើងពេញចិត្តយើងស្រឡាញ់យើងចូលចិត្តគឺយើងព្យាយាមធ្វើនៅកិច្ចការហ្នឹងទៅគឺរមែងជោគជ័យហើយទី3ហ្នឹងគឺចិត្តៈហ្នឹងគឺមិនគឺការផ្ចង់អារម្មណ៍គឺការយកចិត្តទុកដាក់នេះកាលណាដែលយើងរៀនយើងធ្វើការពេលណាដែលយើងអត់មាននៅចិត្តទុកដាក់ទេគឺការងារហ្នឹងអត់ជោគជ័យទេគឺតែតែមានខ្វះខាតខុសត្រង់ចន្លោះណាមួយឯងយ៉ាងណាមិញគឺការរៀនសូត្រហ្នឹងគឺកាលណាដែលយើងទៅដល់សាលាហើយយើងអត់បានយកចិត្តទុកដាក់ស្ដាប់នៅគ្រូបង្រៀនជារៀងរាល់ថ្ងៃទេយើងអត់បានយកចិត្តទុកដាក់ទេគឺធ្វើឲ្យយើងនឹងអត់បានចាំមេរៀនហ្នឹងឯងគ្រូបញ្យល់ហើយក៏ភ្លេចទៅវិញទៅអាហ្នឹងឯងគឺយើងអត់មានចិត្តទុកដាក់គឺចិត្តនេះការយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រឬក៏យកចិត្តទុកដាក់ចំពោះការងារអ្វីមួយដែលយើងកំពុងតែធ្វើដល់ពេលទី4គឺវិមង្សាហ្នឹងយ៉ាងម៉េចគឺការពិចារណាការស្រាវជ្រាវគឺការពិនិត្យមើលនៅហេតុផលហ្នឹងឲ្យបានច្បាស់លាស់មានន័យថាយើងពេលដែលយើងរៀនសូត្រយើងតែងតែសិក្សាស្រាវជ្រាវនៅមេរៀនណាដែលយើងមិនទាន់យល់ក៏យើងសិក្សាស្រាវជ្រាវបន្ថែមមេរៀនណាដែលយើងយល់ហើយយើងសិក្សាស្រាវជ្រាវទៀតដើម្បីឲ្យវាយល់កាន់តែច្បាស់ហើយយើងពិនិត្យមើលនៅហេតុផលរបស់វាដូចកិច្ចការងារគឺយើងធ្វើកិច្ចការងារអ្វីមួយអញ្ចឹងយើងតែងតែស្រាវជ្រាវរកហេតុផលវាយើងតែងតែស្រាវជ្រាវថាហេតុអ្វីកិច្ចការនេះគេធ្វើអញ្ចេះយើងតែងតែទៅស្រាវជ្រាវពីវាចង់ដឹងពីវាយ៉ាងណាមិញគឺវិមង្សាហ្នឹងគឺការសិក្សាស្រាវជ្រាវនៅអ្វីដែលយើងមិនទាន់បានដឹងមិនទាន់បានចេះយើងស្រាវជ្រាវបន្ថែមអ្វីដែលយើងចេះហើយយើងស្រាវជ្រាវឲ្យកាន់តែចេះខ្លាំងឡើងទៀតអញ្ចឹងថ្ងៃនេះអាត្មាលើកនៅធម៌4យ៉ាងហ្នឹងគឺអធិបាទធម៌ដែលនាំឲ្យសម្រេចជោគជ័យក្នុងការសិក្សានៅក្នុងការរៀនសូត្ររបស់យើងទី1គឺឆន្ទៈទី2គឺវិរិយៈទី3គឺចិត្តៈទី4គឺវិមង្សាបងណាសូមអនុមោទនា